ดยัยគ្នាយើងប្រឡងឈើមានលើកទី2នឹងមកទឹកពេញណាខំមើលមករៀងខ្លាពោកុំកាន់ទូរស័ព្ទច្រើនពេកតិចខ្លាក់មកគេឥឡូវខ្ញុំចេញពីប្រឡងមួយញ៉ៃផ្លាក់ផ្លាក់អីហើយក៏បានរៀបចំដាក់ដាំបាយពេលហ្នឹងខ្ញុំលាងអង្គបំ5តាក់សាទៅណាខ្ញុំរកដាក់ទៅបាយស្រាប់អស់គ្រាសាំចាំមកឥឡូវខ្ញុំបានដើរទៅដល់មានដូនណាឆ្ងាយដូនទៅផ្ទះមីខ្ញុំជិតផ្ទះខ្ញុំហ្នឹងឥឡូវបានដល់ផ្ទះគាត់ទេហើយខ្ញុំក៏បានទិញក្រាគាត់4កំប៉ុងដើម្បីដាំបាយអត់ថៃខយពេលហ្នឹងខ្ញុំរកទិញថៃខយយកធ្វើម្ហូបណាតែអស់ថៃខយយ៉ាងទៅខ្ញុំក៏បានជីទៅទិញនៅក្រោមមួយ2005ខ្ញុំយកលេខមក3000ហើយសល់500ចឹងទៅខ្ញុំក៏បានទិញទៅកោឈូបហើយហ្មងទៅឥឡូវមកដល់ផ្ទះវិញហើយបាយរបស់យើងពូល្មមឥឡូវបាយរបស់យើងបានច្រើននេះហើយខ្ញុំក៏បានដាក់ជាងខ្ទឹមបារាំងនិងថៃខមកម្ហូបរបស់ខ្ញុំឡើងទៅនៅហ្មងឥឡូវខ្ញុំសូមណែនាំជាមួយនឹងស្រីសធម្មជាតិទៀតហើយបងប្អូនចង់បានស្បែកភ្លឺថ្លាសចេញពីខាងក្នុងហើយងាយមកប្រើជាមួយនឹងស្រីស្រស់បានធានាថាបានប្រើហើយពិតជាឃើញផលពិតហ្មងមកយាយគ្នាយើងប្រឡងឈើមានលើកទី2នឹងមកទឹកពេញណាខំមើលមករៀងខ្លាពោកុំកាន់ទូរស័ព្ទច្រើនពេកតិចខ្លាក់មកគេឥឡូវខ្ញុំចេញពីប្រឡងមួយញ៉ៃផ្លាក់ផ្លាក់អីហើយក៏បានរៀបចំដាក់ដាំបាយពេលហ្នឹងខ្ញុំលាងអង្គបំ5តាក់សាទៅណាខ្ញុំរកដាក់ទៅបាយស្រាប់អស់គ្រាសាំចាំមកឥឡូវខ្ញុំបានដើរទៅដល់មានដូនណាឆ្ងាយដូនទៅផ្ទះមីខ្ញុំជិតផ្ទះខ្ញុំហ្នឹងឥឡូវបានដល់ផ្ទះគាត់ទេហើយខ្ញុំក៏បានទិញក្រាគាត់4កំប៉ុងដើម្បីដាំបាយអត់ថៃខយពេលហ្នឹងខ្ញុំរកទិញថៃខយយកធ្វើម្ហូបណាតែអស់ថៃខយយ៉ាងទៅខ្ញុំក៏បានជីទៅទិញនៅក្រោមមួយ2005ខ្ញុំយកលេខមក3000ហើយសល់500ចឹងទៅខ្ញុំក៏បានទិញទៅកោឈូបហើយហ្មងទៅឥឡូវមកដល់ផ្ទះវិញហើយបាយរបស់យើងពូល្មមឥឡូវបាយរបស់យើងបានច្រើននេះហើយខ្ញុំក៏បានដាក់ជាងខ្ទឹមបារាំងនិងថៃខមកម្ហូបរបស់ខ្ញុំឡើងទៅនៅហ្មងឥឡូវខ្ញុំសូមណែនាំជាមួយនឹងស្រីសធម្មជាតិទៀតហើយបងប្អូនចង់បានស្បែកភ្លឺថ្លាសចេញពីខាងក្នុងហើយងាយមកប្រើជាមួយនឹងស្រីស្រស់បានធានាថាបានប្រើហើយពិតជាឃើញផលពិតហ្មងមកយាយគ្នាយើងប្រឡងឈើមានលើកទី2នឹងមកទឹកពេញណាខំមើលមករៀងខ្លាពោកុំកាន់ទូរស័ព្ទច្រើនពេកតិចខ្លាក់មកគេឥឡូវខ្ញុំចេញពីប្រឡងមួយញ៉ៃផ្លាក់ផ្លាក់អីហើយក៏បានរៀបចំដាក់ដាំបាយពេលហ្នឹងខ្ញុំលាងអង្គបំ5តាក់សាទៅណាខ្ញុំរកដាក់ទៅបាយស្រាប់អស់គ្រាសាំចាំមកឥឡូវខ្ញុំបានដើរទៅដល់មានដូនណាឆ្ងាយដូនទៅផ្ទះមីខ្ញុំជិតផ្ទះខ្ញុំហ្នឹងឥឡូវបានដល់ផ្ទះគាត់ទេហើយខ្ញុំក៏បានទិញក្រាគាត់4កំប៉ុងដើម្បីដាំបាយអត់ថៃខយពេលហ្នឹងខ្ញុំរកទិញថៃខយយកធ្វើម្ហូបណាតែអស់ថៃខយយ៉ាងទៅខ្ញុំក៏បានជីទៅទិញនៅក្រោមមួយ2005ខ្ញុំយកលេខមក3000ហើយសល់500ចឹងទៅខ្ញុំក៏បានទិញទៅកោឈូបហើយហ្មងទៅឥឡូវមកដល់ផ្ទះវិញហើយបាយរបស់យើងពូល្មមឥឡូវបាយរបស់យើងបានច្រើននេះហើយខ្ញុំក៏បានដាក់ជាងខ្ទឹមបារាំងនិងថៃខមកម្ហូបរបស់ខ្ញុំឡើងទៅនៅហ្មងឥឡូវខ្ញុំសូមណែនាំជាមួយនឹងស្រីសធម្មជាតិទៀតហើយបងប្អូនចង់បានស្បែកភ្លឺថ្លាសចេញពីខាងក្នុងហើយងាយមកប្រើជាមួយនឹងស្រីស្រស់បានធានាថាបានប្រើហើយពិតជាឃើញផលពិតហ្មងមកយាយគ្នាយើងប្រឡងឈើមានលើកទី2នឹងមកទឹកពេញណាខំមើលមករៀងខ្លាពោកុំកាន់ទូរស័ព្ទច្រើនពេកតិចខ្លាក់មកគេឥឡូវខ្ញុំចេញពីប្រឡងមួយញ៉ៃផ្លាក់ផ្លាក់អីហើយក៏បានរៀបចំដាក់ដាំបាយពេលហ្នឹងខ្ញុំលាងអង្គបំ5តាក់សាទៅណាខ្ញុំរកដាក់ទៅបាយស្រាប់អស់គ្រាសាំចាំមកឥឡូវខ្ញុំបានដើរទៅដល់មានដូនណាឆ្ងាយដូនទៅផ្ទះមីខ្ញុំជិតផ្ទះខ្ញុំហ្នឹងឥឡូវបានដល់ផ្ទះគាត់ទេហើយខ្ញុំក៏បានទិញក្រាគាត់4កំប៉ុងដើម្បីដាំបាយអត់ថៃខយពេលហ្នឹងខ្ញុំរកទិញថៃខយយកធ្វើម្ហូបណាតែអស់ថៃខយយ៉ាងទៅខ្ញុំក៏បានជីទៅទិញនៅក្រោមមួយ2005ខ្ញុំយកលេខមក3000ហើយសល់500ចឹងទៅខ្ញុំក៏បានទិញទៅកោឈូបហើយហ្មងទៅឥឡូវមកដល់ផ្ទះវិញហើយបាយរបស់យើងពូល្មមឥឡូវបាយរបស់យើងបានច្រើននេះហើយខ្ញុំក៏បានដាក់ជាងខ្ទឹមបារាំងនិងថៃខមកម្ហូបរបស់ខ្ញុំឡើងទៅនៅហ្មងឥឡូវខ្ញុំសូមណែនាំជាមួយនឹងស្រីសធម្មជាតិទៀតហើយបងប្អូនចង់បានស្បែកភ្លឺថ្លាសចេញពីខាងក្នុងហើយងាយមកប្រើជាមួយនឹងស្រីស្រស់បានធានាថាបានប្រើហើយពិតជាឃើញផលពិតហ្មង